ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វឡុកថ្មីរបស់ខ្ញុំសុកណាទេដែរបងប្អូនអើយវីដេអូចេញរហូតកុំធុញកុំអីណា Welcome ឥឡូវនឹងមកដល់ប្រាសាទប្រខានហើយសំឡេងសត្វធម្មជាតិគឺវាធ្វើឲ្យរំដំចិត្តស្ងប់ទៅខេត្តសៀមរាបកុំភ្លេចឲ្យសោះប្រាសាទប្រខានបងប្អូនស្អាតហើយកន្លែងហ្នឹងគេជន់ training ជាមួយនឹងការញ៉ាំម៉ាឆាឡាតេស្អីគេហ្នឹងទៀតហត់តែឆ្ងាញ់ហត់តែជាតិហត់តែទេសភាពកប់សេរីតែម្ដងអ្នកទាំងអស់គ្នាសាកសម័យមើលសុកដានៅក្នុងព្រៃស្រាប់តែលើសលេងបែបហ្នឹងអ្នកទាំងអស់គ្នាមានអារម្មណ៍មិនដែរខ្មែរយើងពិតជាប្រកែណាបងប្អូនគ្រប់កន្លោះកលៀតកន្លែងណាដែលថាมันប្រសើរអ្នកបានណាខាងនេះមានយៈអ្នកមានយៈចានេះមានទេវតាអ្នកព្យាបាលគេហៅទ្វាបាលសំបីតកូនថ្មទូចមួយក៏មានអប្សរានៅក្នុងនឹងដែរបងប្អូនចឹងមិនថាខ្ញុំទៅសៀមរាបខ្ញុំអត់ប្រសាអត់បានទេកាយនាំផ្លូវទៀតដែរនៅខាងណាបងតែខាងក្នុងបតោណាក្នុងមានចាច់ដីនៅកណ្ដាលប្រាសាទចាឥឡូវមានmanagement manager ខ្ញុំគាត់អាសា research មើលនៅក្នុងទូរស័ព្ទច្រើនគាត់ស្គាល់អីចឹងទៅបើថាឲ្យគាត់នៅស្រុកភូមិនៅខេត្តសៀមរាបនឹងតែម្ដងគឺអត់ទេចឹងចេះតែសួរនាំគាត់ទៅថាកន្លែងនេះគេហៅអីកន្លែងនោះគេហៅអីចឹងណាបងប្អូនដើរពូនៅប្រាសាទគាត់បានណែនាំបន្ថែមដែរជាមួយនឹងកន្លែងដែលលាក់ខ្លួនដែលអ្នកទាំងអស់គ្នាអត់ដែរបានដឹងណាសម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំអត់ដែរស្គាល់អត់បានដឹងដែរកន្លែងនេះធ្វើរៀងទៀបបងប្អូនសម្បីតែបងប្អូនខ្ញុំឈរហ្នឹងតតាដើរទៅតតាអោនមិនចឹងទេគឺបាទហើយនិស័យក៏បានដែរណាពូបារាំងពីអ្នកនេះឲ្យខ្ញុំនិយាយត្រង់ទៅណាជួបចឹងមកដល់កន្លែងព្រះចេតិយដែលគាត់ធ្វើតាំងនៅកណ្ដាលនឹងតែម្ដងបងប្អូននេះស្អាតតែពេលទៅដល់កន្លែងហ្នឹងឡើងទៅជាឡើងស្ងប់ស្ងាត់ល្អហ្មងបងប្អូនប្រហោងចន្លោះនៅលើជាងប្រាសាទទៅបងប្អូនតែបើតាមខ្ញុំដឹងខ្លះណាថាមានត្បូងមានអីនៅក្នុងនឹងដែរចឹងណាបងបដិមានេះអត់មានប្រកេះឲ្យបងប្អូនមានតែខ្លួនចឹងណាពូនឹងគាត់នាំខ្ញុំទៅជួបរូបព្រះនាងអន្តរទេវីស្អាតខ្លាំងមែនតើបងប្អូនខ្ញុំមិននឹកស្មានថាមាននៅក្នុងជ្រៅដល់ថ្នាក់ហ្នឹងគិតសម័យមិនតិចក៏អត់ចាញ់ដែរវាសារតាមពេលដែលដើរចូលទៅក្នុងហ្នឹងគឺអត់សមនឹងតំណមានរូបចម្លាក់នៅក្នុងហ្នឹងទេដោយសារវាពីភ្លឺទូចន្លោះទូចមួយហ្នឹងបងប្អូនអត់ណាទៅក្នុងក៏ជាទៀនណាបាត់ផ្សេងនោះដល់លើនេះតែរូបសម្លាប់របស់ប្រពន្ធស្ដេចពីសម័យដែលសាងសង់ប្រាសាទមានអន្តរទេវីតែវាយើងចូលទៅខាងក្នុងស្ដាំតិចឃើញเป็นជារីកហ្នឹងចូលទៅមើលបានស្អាតទូក៏បានមកទៅបានតែយើងមានចំណងចិត្តអត់រូបទៅថតបានរូបមិនតែប៉ុណ្្នឹងទេណាបងប្អូនសម្បីតែរូបនៅលើខ្លួនគាត់ដែលខ្ញុំថតជាប់ហ្នឹងមានភ្ជាប់ជាមួយនឹងត្បូងទៀតបងប្អូនអាផ្លេកដែលខ្ញុំថតទៅបងប្អូនឃើញហ្នឹងស្រីសម្រាប់សំជួយថែស្ងសុខហើយអូរូបប្អូនគាត់តែស្អាតណាស់អ្នកទាំងអស់គ្នានេះគឺជារូបប្អូនរបស់គាត់ទៅស្អាតណាស់បងប្អូនអើយមកលាក់ខ្លួននៅកលៀនជាងនេះតស៊ូទៀតបងប្អូនឲ្យឡើងឲ្យពុះពៀទៅថតបានរូបគាត់ស្អាតមែនតើនិយាយមានមកអប្សរាមានតែពីររូបហ្នឹងទេគឺស្អាតខ្លាំងហ្មងបងប្អូនទាំងខ្សែកទាំងប្រកបទាំងការស្លៀកពាក់គឺខ្ញុំចូលបានតែកន្លះពីនេះតើកម្រអ្នកទាំងអស់គ្នាអត់ដែរឃើញណាឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្គាល់អូស្អាតណាស់នេះរូបអត់ងាយបានឃើញទេក្នុងជ្រៅនេះខ្ញុំត្រូវខ្លួនក្រាបពីខាងក្នុងហ្នឹងមកឥឡូវចាំខ្ញុំបង្ហាញបន្តទៀតអ្នកទាំងអស់គ្នាកន្លែងនេះគេដាក់បំរាមអត់ចង់ឲ្យយើងឡើងទេដោយសារវារៀងទ្រុនទ្រោបដែរអញ្ចឹងណាហើយខ្ញុំនេះចង់ដឹងចង់ឮក៏ឈៀងចូលបន្តិចទៅឃើញរូបស្អាតមែនស្អាតហួសនឹងថ្លៃហ្មងអត់នឹកស្មានវាឯងធ្វើបានដូនតាមពីមុនពិតជាប្រកែខ្លាំងណាស់បងប្អូនអើយរូបនីមួយគឺឆ្លាក់ដាក់
ដាប់យ៉ាងស្រស់ស្អាតដែលយើងមិននឹកស្មានថាវាអាចទៅរួចចឹងណាចេញមកដល់កន្លែងប្រាសាទពីរជាន់ដែលដូចអាគារបងប្អូនគឺស្អាតទៅហើយកន្លែងហ្នឹងហើយកន្លែងដែលគេត្រេនញ៉ាំមច្ឆាឡាតេចូលរួមថតបន្តិចទៅចេញមកបន្តិចក៏ជួបនឹងព្រះគោព្រះកែវនេះបងប្អូនហើយមិនតែប៉ុណ្្នឹងទេឥឡូវខ្ញុំឈៀងមកដល់កន្លែងនេះពាន់ទៀតហើយបងប្អូនខ្ញុំដើរបានច្រើនកន្លែងចឹងមិនវីដេអូមុនខ្ញុំប្រាប់បងប្អូនថាខ្ញុំមកសៀមរាបអត់ស្ដាយលុយទេដោយសារតែទាំងអស់ហ្នឹងហើយបងប្អូនទាំងទេសភាពទាំងវត្ថុបុរាណដែលមាននៅក្នុងហ្នឹងទីតាំងខេត្តសៀមរាបហ្នឹងគឺស្អាតតតែមែនតើណាបងប្អូនពេលយើងដើរចូលក្នុងព្រៃខណៈពេលដែលមេឃកំពុងក្តៅបងប្អូននឹងស្រាប់ហើយដើមឈើវាស្រូបយកខ្យល់អុកស៊ីសែនបន្ទាប់មកពេលយើងដើរចូលទៅគឺអារម្មណ៍យើងធូរស្រាលស្រស់ស្រាយយកតែម្ដងបងប្អូនអូយស្អាតណានោះនេះបងប្អូននេះក្បាលនេះចាំមើលកតុយនេះនៅខាងនេះអូយសំបីតានៅក្នុងហ្នឹងក៏មានប្រាសាទក្បាច់ឆ្នៃនៅក្នុងប្រាសាទនីមួយៗខ្ញុំសង្កេតមើលឃើញសុទ្ធតែមានគូសទឹកបងប្អូនគូសទឹកជុំវិញនៃប្រាសាទបងប្អូនពេលចឹងវាត្រជាក់ណាក្តៅណាប៉ុន្តែឆ្លៀតឲ្យអ្នកទាំងអស់គ្នាមើលទស្សនីយភាពរូបស្អាតនេះនេះគឺជាការតស៊ូរបស់ខ្ញុំបងប្អូនហើយមេឃក្តៅខ្លាំងណាស់ដឹងស្រាប់តែបងប្អូនម៉ោង11 12ហើយខ្ញុំមិនដឹងជាងគេគឺទូរស័ព្ទរបស់នាងខ្ញុំចាឡើងក្តៅឡើងចង់ផ្ទុះហើយចាស់នេះអត់មានសូវខ្វាយខ្វល់ពីទូរស័ព្ទសោះតែម្ដងហើយខ្ញុំចាប់ផ្ដើមហេវបាយទៀតហើយបងប្អូនមេឃថ្ងៃត្រង់ចាប់ផ្ដើមនាំគ្នាទៅញ៉ាំម្ហូបនៅខាងព្រះដាក់បងប្អូនដឹងថានៅព្រះដាក់ហ្នឹងគេល្បីជ្រូកអាំងណាបងប្អូនទៅដល់មិនមកតបទេឡើងមកកណោតបហ្មងសិតតែជោគយើងមើលទៅកន្លែងនេះរៀងទលេអត់សូវមានមនុស្សយើងចូលកន្លែងហ្នឹងទៅកន្លែងមនុស្សច្រើនហ្នឹងកុំបជាតិបងប្អូនអើយមេឃពងក្តៅចឹងទៀតប្រយ័ត្នខ្យល់ចាំដល់កន្លែងគាត់នេះមានមហោភាងច្រើនមុខដែរហើយសាច់ជ្រូកអាំងនេះ1គីឡូអត់ដឹងប្រហែលទេតែខ្ញុំទិញពីខាំហ្នឹងអស់ដូចជា 14000 បងប្អូនហើយគាត់អាំងឲ្យថ្មីស្រស់ឆ្ងាញ់ណាបងប្អូនហើយក្រៀមឆ្ងាញ់ជាប់ចិត្តតែម្ដងឆ្ងាញ់ជាងគេអាម្ជូរព្រឹកនេះបងប្អូនពេលមេឃក្តៅចឹងទឹកដាក់ទៅត្រជាក់ដល់បេះដូងតពីគ្នាខ្ញុំចាប់ផ្ដើមញ៉ាំអីហើយអស់ហើយក៏ចេញមកបន្តិចទៅចូលនៅក្នុងព្រះដាក់ហ្នឹងទិញបានអាកោគេពងល្បីនឹងទៀតទៅអាកោនេះខ្ញុំអត់សូវចំណូលទេតែបងនេះគាត់ចង់សាកមានអីឆ្ងាញ់របស់គាត់ទៅបងប្អូនបានច្រើនណាមានតាំងតំណាប់ចេកតំណាប់អីណាឥឡូវខ្ញុំទៅអូតែវិញហើយអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូរបស់ខ្ញុំបាយបាយអ្នកទាំងអស់គ្នា